ตอนนี้จีสุบันอักรอเมนเตខ្ញុំស្លាប់ពីរដងហើយនៅតែរស់វិញចឹងយកចិត្តទុកដាក់កីឡាករការស្លាប់នៅក្នុងហ្គេមក៏ត្រូវគ្នានឹងការស្លាប់នៅក្នុងពិភពពិតដែរអ្នកមិនចង់ឲ្យខ្ញុំជឿថាខ្ញុំជាពិតជានៅក្នុងហ្គេមមែនទេអ្នកទើបតែស្លាប់បន្ទាប់មកខ្ញុំឥឡូវនេះអ្នកគឺជាអ្នកលេងដំបូងគេដែលធ្វើអត្តឃាតដោយមិនអនុវត្តតាមច្បាប់យើងបានបើក Channel សង្គ្រោះសម្រាប់អ្នកហើយឥឡូវនេះការប្រកួតចាប់ផ្ដើមជាផ្លូវការហើយសូមយកចិត្តទុកដាក់និងឲ្យតម្លៃវាអត្តសញ្ញាណបច្ចុប្បន្នរបស់ខ្ញុំគឺព្រះអង្គម្ចាស់រាជយាបចៅលូតើនេះជាអ្នកណាតើមានតួអង្គបែបនេះនៅក្នុងហ្គេមទេនេះជាកូនប្រុសច្បងរបស់អភិជនកុំមានចិត្តអំនួតព្រះអង្គម្ចាស់រាជយាបនៃទឹកដីនៃខ្យល់នឹងធ្វើពុតជាម្ដាយនេះគួរតែដូចគ្នានឹងហ្គេមដែរសងមាសដែលខ្ញុំបានឲ្យអ្នកវិញមករងចាំបន្តិចលោកចៅបាននៅជាមួយយើងទាំងអស់គ្នាពេលវេលាគាត់មិនអាចធ្វើជាធៀបកបានទេវានៅតែជាគីបារបស់យើងឆ្កែតូចដ៏សុចរិតដែលមានមុខកក់ក្ដៅគឺពិតជាទេពកោសល្យនៃក្រុមតារានិករ Aquarius របស់យើងគីបកត្រូវបានចាប់ខ្លួនហើយខ្ញុំកំពុងចាក់ចេញព្រះមហាក្សត្រឲ្យសូមព្រះអង្គអត់ទោសឲ្យខ្ញុំផងកូនស្រីខ្ញុំគ្រាន់តែវង្វេងបន្តិចប៉ុណ្ណោះពីមាននាងបានចូលទៅក្នុងតំបន់ហាមឃាត់ដោយចៃដន្យនាងពិតជាមិនមែនជាធៀបកទេព្រះមហាក្សត្រសូមព្រះអង្គមេត្តាអត់ទោសឲ្យកូនស្រីរបស់ខ្ញុំផងនាងគ្រាន់តែជាក្មេងម្នាក់ដែលមិនយល់អ្វីក៏បានតើនេះជាស្ដេចចូលដ៏ល្បីល្បាញដែលបានប៉ះបោមែនទេប្រឆាំងនឹងអ្នកខុសច្បាប់គាត់មើលទៅដូចជាមនុស្សធម្មតាអ្នកដែលចូលទៅក្នុងតំបន់ហាមឃាត់នោះមានអ្វីដែលត្រូវធ្វើជាមួយបុរសនិងស្ត្រីចាស់ឬក្មេងក៏ដោយចូលសម្លាប់វាចោលទៅចំណុចខ្ញុំសុខចិត្តលួសអ្នកសូមព្រះអង្គមេត្តាប្រោសប្រទានឲ្យកូនស្រីខ្ញុំទៅសូមព្រះករុណាជាម្ចាស់មេត្តាប្រោសប្រណីព្រះមហាក្សត្រឲ្យសូមព្រះអង្គមេត្តាប្រោសប្រណីបាទចាសសព្រះករុណាតើវាជាឈាមពិតមែនទេឬវាក្តៅស្ត្រីព្រះករុណាម្ដាយតើយើងគួរធ្វើអ្វីផ្ញើសម្រស់នៃវិមានទៅជែងហ៊ីបាទចាសសម្ដាយម្ដាយម្ដាយឥឡូវនេះជារដូវស្លឹកឈើជ្រុះនៃរឿងជាច្រើនប្រទេសតូចមួយឈ្មោះបេនឆេមានភាពចលាចលខ្ញុំចង់សម្លាប់មនុស្ស100នាក់ជាងខ្ញុំមិនអាចទុកមួយចោលបានទេឪពុកមានប្រាជ្ញាប៉ាពិតជាពូកែសម្លាប់មែនកូនប្រុសល្អរបស់ខ្ញុំចាប់ពីពេលនេះទៅសុវត្ថិភាពរបស់ខ្ញុំគឺស្ថិតនៅក្នុងដៃរបស់អ្នកដៃបាទចាសតើអ្នកសុខសប្បាយជាទេហើយអ្វីបានជាអ្នកញ័របែបនេះពិតណាស់វាជាចំណាប់ខ្មាំងតាំងពីតូចប្រទេសខ្ញុំមិនទាន់បានឃើញឈុតឆាកធំរបស់យ៉ាងជានៅឡើយទេខ្ញុំខ្លាចរឿងនេះពេលឃើញមនុស្សស្លាប់យើងទាំងអស់គ្នាសុទ្ធតែជាមនុស្សតើមានរឿងអ្វីធំដុំវាជាដាវខ្មោចអ្នកគ្រាន់តែរំកើមរៀមដៃរបស់អ្នកជីវិតពីរបានបាត់ទៅហើយបាទចាសខ្ញុំមកពីប្រទេសតូចមួយខ្ញុំពិតជាមិនទាន់បានឃើញវាទេខ្ញុំមិនចង់ឃើញអ្នកនៅក្នុងសភាពបែបនេះទេអស់សំណាច់មួយអ្នកមិនចេះដឹងគុណជីហ្វាទៅប៉ុន្តែអ្នកនៅតែខ្វល់ពីគាត់ខ្លាំងណាស់លោកយ៉ាវជីអ្នកត្រូវរៀនសម្របខ្លួនទៅនឹងរឿងនេះឈុតឆាកវាមិនមែនថាអ្នកសម្លាប់មនុស្សទេគឺមនុស្សសម្លាប់អ្នកយើងជាកូនចៅរបស់ស្ដេចជាបុត្ររបស់ស្ដេចផងដែរកូនប្រុសទុនខ្សោយម្នាក់អាចត្រូវបានគេបោះបង់ចោលដោយព្រះមហាក្សត្រកូនប្រុសខ្សោយនឹងរងទុក្ខត្រឹមតែ100ប៉ុណ្ណោះដងនៅថ្ងៃនេះជាសាកលវិទ្យាល័យអេនឆេងល្បែងដ៏អាក្រក់មួយ
វាពិតជាល្បិចមួយដើម្បីសម្លាប់ខ្ញុំរងចាំខ្ញុំពិតជានឹងត្រឡប់ទៅវិញខ្ញុំជាអ្នកលេងចាស់ធំនៅក្នុងហ្គេមស្ដេចអង្គណាបុត្រារបស់ស្ដេចអង្គណាទាំងអស់ប្រគល់ឲ្យខ្ញុំវិញខ្ញុំពិតជានឹងរស់នៅដោយសុខមង្គល